បើតាមជំនឿខ្មែរវាគឺជាសភាវៈដែលកើតចេញអំពីស្ត្រីដែលបានលួចរៀននៅមន្តអាគមនិងរបៀងផ្សេងៗមិនតែប៉ុណ្ណោះថែមទាំងបណ្ដោយខ្លួនឲ្យផ្លត់ស្នៀតធ្លាក់ខ្លួនទៅជាទាសករនៃវិញ្ញាណអាបធ្មប់ធ្វើឲ្យយប់ឡើងពួកវិញ្ញាណនោះវាបានធ្វើទុកបុកម្នេញឲ្យតួខ្លួនដែលជាស្ត្រីនោះស្រេកឃ្លានតែរបស់ឆ្អាបហើយតែងតែដកកហោះទៅរកស៊ីពួកជ្រាំមន្ទីព្រមទាំងសត្វចិញ្ចឹមផ្សេងៗរបស់អ្នកស្រុកដែលធ្វើឲ្យភូមិស្ថានបានកើតមាននៅចលាចលក្តៅក្រហល់ក្រហាយអន្តរាយវិនិច្ឆ័យហោចឡើងរាត្រីកាលឈានចូលដល់យប់អាធ្រាត្រដ៏ស្ងាត់ជ្រងំនៅក្នុងភូមិស្រយាលក្បែរជើងភ្នំមួយកន្លែងអ្វីហាក់បីធ្លាក់ចូលទៅក្នុងសភាពលងលក់ក្រោមស្បៃរាត្រីដ៏ងងឹតឈឹងខ្យល់ត្រជាក់ស្រេបបក់មករំភើយនាំយកទាំងរសជាតិសន្សើមនិងក្លិនផ្កាស្មៅក្រៀមមកបប្រាស់នឹងរាងកាយអ្នកដែលកំពុងតែលងលក់បានមួយសន្ទុះក្រោយមកភាពស្ងប់ស្ងាត់ទាំងនោះក៏ត្រូវបានកាត់ផ្ដាច់ទៅវិញដោយសំឡេងព្រុសកញ្ជ្រោលលូយ៉ាងត្រហឹងអឹងកងចេញពីសំណាក់ហ្វូងឆ្កែព្រៃដែលនៅក្បែរនោះស្របពេលដែលភ្លើងមួយដុំធំក៏បានហោះចេញមកស្រូគឺចេញពីបង្អួចក្រោយផ្ទះយាយម៉ានឈ្មោះរកតាមសំយ៉ាប់ផ្ទះគេទៅវាស្រែក្បែរភូមិលិចឯណោះអ្នកភូមិស្ទើរតែទាំងអស់សុទ្ធតែដឹងច្បាស់ថានេះគឺជាភ្លើងរបស់យាយម៉ានដែលជាស្ត្រីចំណាស់វ័យ60ឆ្នាំប្លាយពួកគេខ្សឹបខ្សៀវគ្នាថាដល់យាមនេះយាយម៉ានតែងតែដកក្បាលជាមួយនឹងក្រពះពូវៀនហោះចេញទៅរកចំណីដែលជាគំនោសម្រាប់ភក់ច្រំលាយឡំជាមួយនឹងខ្ទុះឈាមគម្រងខ្មោចដែលមានក្លិនអាសោចស្អុយរលួយគ្មាននរណាម្នាក់ហ៊ានចេញមុខស្ដីថាឬនិយាយអ្វីឲ្យគាត់ឡើយត្បិតអីគេដឹងសឹងតែគ្រប់គ្នាហើយថាយាយម៉ាននេះមិនមែនត្រឹមតែជាអាបទេតែគាត់ក៏ជាអ្នករៀនរបៀងស្នេហ៍មុខនិងអំពើភ្លើងងងឹតផ្សេងឈានទៅដល់កម្រិតដ៏កាចសាហាវមួយរូបដែរភ្នែករបស់គាត់នៅពេលថ្ងៃមុតស្រួចហាក់បីដូចជាមើលធ្លុះចិត្តមនុស្សស្នាមញញឹមរបស់គាត់ត្រជាក់ស្រេបធ្វើឲ្យអ្នកដែលនិយាយសន្ទនាជាមួយគាត់ឡើងបែកញើសជុកខ្នងពេលគាត់ដើរទៅណាមកណាក៏តែងតែឃើញទូក្រមាចិត្តឈឹងជានិច្ចព្រឹកមួយសំឡេងរអ៊ូងើពីរបងម្ខាងបានបន្លឺឡើងយ៉ាងកងរំពងគឺទៅកាន់ផ្ទះចាស់យាយម៉ានដែលបានបិទទ្វារចិត្តឈឹងនោះតែជឿនដែលជាអ្នកចិត្តខាងគាត់ខឹងក្រោធណាស់អារឿងបាត់មន់បាត់ទាគាត់ឲ្យរាល់តែយប់នឹងក្លិនស្អុយរលួយអាសោចដូចជាគម្រោងខ្មោចដែលចេះតែភីខ្លាំងឡើងចេញពីបរិវេណផ្ទះយាយម៉ាននោះហើយអើយបាត់មន់បាត់ទាអញឲ្យរាល់តែថ្ងៃចាំមើលតែអញចាប់បានណាអញកាត់ពូវៀនបោះឲ្យឆ្កែស៊ីហើយវើយមករស់នៅទីណាក៏ចង្រៃគេដល់ទីនោះយីពួកអាសត្វអស់នេះវើយមិនយូរប៉ុន្មានបងស៊ីណាដែលត្រូវជាកូនស្រីបង្កើតនិងបងហេងដែលជាប្តីក៏រត់ចេញមកពីផ្ទះបាយមកជួយខុតខាំងលោកតាពួកគាត់ព្យាយាមនិយាយអង្វរតែហាក់បីចាក់ទឹកទៅលើស្លឹកឈូកដូច្នោះដែរតែជឿនគាត់កំពុងតែក្តៅស្លឹកត្រចៀកណាស់គាត់មិនស្ដាប់អ្នកណាទាំងអស់មើលលេងអញមិនខ្លាចទៅវើយបើខ្លាំងចេញមកតែជឿន
គាត់នៅតែបន្តជេរប្រទេសបញ្ចេញឲ្យអស់នៅកំហឹងដែលគាត់ចងនៅក្នុងចិត្តអស់ជាច្រើនខែមកហើយលុះតែអស់ចិត្តអស់ចង់ទើបគាត់ដើរតម្រង់ត្រឡប់ចូលទៅក្នុងផ្ទះវិញទាំងហត់នឿយគូខូចំណែកឯត្រើយម្ខាងរបងឯណោះនៅក្នុងបន្ទប់ងងឹតសូនសងមានតែក្លិនផ្សែងធូបហុយឡើងសំពងយាយម៉ានកំពុងតែអង្គុយសមាធិនៅចំពីមុខអាសនៈដែលពេញទៅដោយវត្ថុចម្លែកស្បែករបស់គាត់ស្វិតជ្រាវជ្រួញតែខ្នងរបស់គាត់ត្រង់ស្មើនៅពេលដែលសំឡេងស្រែកស្ងប់ទៅវិញភ្នែករបស់យាយម៉ានក៏ចាប់ផ្ដើមបើកឡើងថ្លាត្របកភ្នែកមិនព្រេចគាត់ងាកសម្លឹងយឺតទៅទិសដែលតែជឿនជេរគាត់ព្រមទាំងឧទានឡើងតិចម្នាក់ឯងថាចាំទៅមើលទៅរសៀលថ្ងៃដដែលនោះតាជឿនគាត់បានបររទេះគោចេញទៅក្រៅផ្ទះដើម្បីប្រមូលអុសទុកដូចជាសពមួយដងខណៈដែលកំពុងតែវាយគោឲ្យដើរក៏ស្រាប់តែមានសត្វកន្លងមួយចម្លែកបានហើរមកពីទិសណាក៏មិនដឹងឮសូរតែវូបានមកតិចចំពីលើស្មាខាងឆ្វេងរបស់គាត់បណ្ដាលឲ្យលោកតាគាត់ឈឺចាប់ខ្លាំងណាស់ពោលគឺឈឺចាក់ឡើងស្រើតតាំងពីស្មារៀលដាលដល់ទៅលើក្បាលរហូតធ្វើឲ្យគាត់វិលមុខស្ទើរតែដួលសន្លប់តែគាត់ខំប្រឹងតស៊ូបររទេះគោត្រឡប់មកផ្ទះវិញទាំងត្រដាបត្រដួរំលងបានតែ2ថ្ងៃស្មាខាងឆ្វេងរបស់គាត់ក៏ចាប់ផ្ដើមហើមប៉ោងឡើងសរសៃធំចុងពុនចាន់គោមួយទៅហើយមិនតែប៉ុណ្ណោះគាត់ក៏ចាប់ផ្ដើមរវើរវាយយំផងស្រែកផងតែម្នាក់ឯងនៅក្នុងបន្ទប់គាត់ចង្អុលទៅលើធ្នឹមផ្ទះថាមានព្រាយច្រើនណាស់មានខ្លះជាន់ពីលើទ្រូងគាត់ខ្លះទៀតកំពុងតែតោងលើធ្នឹមផ្ទះវាដូចជាសត្វពេញពីងដូច្នោះដែរភ្នែករបស់គាត់ដកស្លក់ខ្មៅក្រឡេះក្រឡាប់ចុះឡើងដូចជាមនុស្សដែលត្រូវអំពើគេបងស៊ីណានិងបងហេងមើលមុខគ្នាទាំងស្លេកស្លាំងពួកគាត់ដឹងក្នុងចិត្តច្បាស់ណាស់ថាពុករបស់ពួកគាត់ប្រកាសជាត្រូវអំពើរបស់យាយម៉ានជាក់ជាមិនខានដោយឃើញសភាពរបស់ឪពុកខ្លួនចេះតែមិនបានស្រាក់ស្រានដូច្នោះបងហេងដែលជាប្តីគាត់ក៏សម្រេចចិត្តដើរទៅទឹមរទេះគោបោះសំដៅទៅបបួលមិត្តភក្តិជិតស្និទ្ធរបស់គាត់2នាក់ទៀតដែលមានផ្ទះនៅចុងភូមិដើម្បីឲ្យជូនទៅរកលោកគ្រូដល់អំពើនៅឯភូមិ2ឯណោះសូកគិតនៃកង់រទេះក៏បានរសាត់បាត់ទៅឆ្ងាយបន្សល់ទុកនៅតែភាពស្ងប់ស្ងាត់ដែលគួរឲ្យតានតឹងបងហេងមុននឹងគាត់ចេញទៅគាត់ក៏បានផ្ដាំយ៉ាងច្បាស់ថាឯញ៉ាពេលបងមិននៅត្រូវបិទទ្វារបិទបង្អួចឲ្យចិត្តបើមិនចាំបាច់ទេកុំចេញទៅណាដាច់ខាតយប់បន្តិចបងត្រឡប់មកវិញហើយបន្ទាប់ពីបងហេងបរទេះចេញបាត់ទៅបងស៊ីណាក៏បានដើរតម្រង់ទៅក្នុងផ្ទះទៅបង្ហើយការងារដែលនៅសេសសល់ឲ្យអស់គាត់ដើរទៅយកអង្ករមួយផ្តិលមកកាន់នឹងដៃរួចបាចឲ្យមាន់ទាស៊ីបន្ទាប់មកទៀតគាត់ក៏បានរៀបចំដាំបបរបន្តិចបន្តួចសង្ឃឹមថាលោកពុកគាត់អាចពិសាបានខ្លះគ្រាន់ឲ្យមានកម្លាំងពេលរៀបចំការងារក្នុងផ្ទះរួចរាល់អស់ហើយគាត់ក៏ដើរកាន់អំបោះនិងបង្គីសម្ដៅទៅមុខផ្ទះម្ដងបំណងនឹងបោះសម្អាតស្លឹកឈើស្ងួតមុនពេលដែលមេឃវាងងឹតទៅខណៈដែលបងស៊ីណាកំពុងតែអោនបោះសម្រាមក៏ស្រាប់តែមានសំឡេងស្រែកហៅពីរបងម្ខាង
Mình niên sốc tốc ta chươn ở ai nhằng mạch hơi. Anh lưu thả quạt chư ấy. Nụ, cứ chia xâm lệ nhờ bỏ dây màn. Bông xì nà, quạt riêng phây tịch tịch đài. Ta có cực khăn ảnh nâng sơ trây châm nà mà nè đi chia cài lên. Quạt khom tộp à rõm, thua hơi rực bía đô chia thầm đà. Hãy có trở lại tộp từ quỳnh, đó xâm lệ như điệp xa thà. Chà lục dê, mình ấy tế, đây khi nhung có tờ rô kê, ôi một chùi mơ hơi. Dì màn, krón tay lự bạp ní, cốt có sạch làng bình tịch, chia xâm nải sạch bạp chầm ọ lọ lời. Rút có bài khuôn, đá trọc trọc, tra lắp chỗ từ khăn nông bẻ quạt vinh, bất thuy lưu sổ tay krập. Bình xò tục áo bông xì nà, nơi chỗ mà nè anh, chưa mũi nâng phiếp nghiêm ngặt đó cú ấy khá. Bông srei, cốt bắn tỏ bỏ xâm án bị một bẻ, tén khăn nông chật mình sơ srua. Lúc bề riêng chóm, ca nghiệp tè xâm bánh, đôi chiếc bò chạc bán sạch bát ọ hơi. Bẻ ạ tật, có chạp đàm lịch là môn. Xâm lên sạch lật nâng sát để trầy chó, có bán bằng tò dùng dạng rồng ngôn. Chánh bì prey bả rô quên chung bình bẻ. Bông srei xì nà, có riêng vô ông bò nâng bông kỳ từ tốt, rút có đá đâm rong, trốc trốc từ cạnh bẻ bài. Nơi krong, pun lưới chung kiên bình cát sro áp. Khả nạ bế đờ bông srei xì nà, cung pung tại áo ngốc đuốc bộ bò đã chán. Có srap tại miền srong mò stong ở vầy mà giang khám krập. Đai chơn svật bút thông công bình cầm bao. Dạo vì làng sầm bố cung pung tại tàu nửa lơ chân chén. Việc cách bị cõi khăn nông bông xì nà prập rút chanh tàm bông ủi từ bát. Đòi hai thà, bông srei, cốt cung pung tại trong à rõm, lơ ca đuốc bỏ bò. Tớp cốt mình bàn chạp à rõm, đăng phí ở vầy nụ tê. Kết kròn tại cánh chán bỏ bò nửa khăn nông đáy. Rút cốt đá đâm rõng, láng từ lợp tè đôi chia thầm đá. Bông srei, quạt đá muối mùi tới ông cùi các bài ở phục dịt rút bên chọc bò quạt bán bị bay sập rìa đài. Tại ta chươn, quạt hạ đố chiếc miền công lăng công hành, xông bấy bên tịch bên tuột không cá bạc một tùm pìa. Bên tô hấp, bí bên chọc bò ở phục bàn bên tịch bên tuột rụt mô hút. Quạt, có bán đã oi lục ta xâm ràn tù anh. Chùm này ai mê có chập đàm pro lục giúp căn tay ngộ ngật từ. Sô xâm rập nấy sẽ lực chớ bế để trượt chọt bọt. Thua ai quạt được khơi đó là bần đàm đầy phim. Bông srei, có tâm lệ chán bò bị đai. Rôm tiếng đá xâm đào từ bật thùy, bất bằng uột nơi không thể tèng ọ. Quạt đào cho làng, vì nất mơ sao thùy bông út cụp giang ở bàn mặt chót. Bần tọp một tí hít, phiếp ngọc ngạt có cho bà đàm cụp bằng đọc bên tên tè tè mà đô. Vì đẹp bông xì nà, tro lóc móc con lạnh quạt vinh, có cỏ lấy từ mơ chán bò khơi thảo ở rô linh. Cứ đô chỉ miền nô nà mà nẹ, móc cho bám hốt gì anh chẳng đai. Bông srei xì nà, có trong lại khăn chật khăn nà. Rút ở bực rủ bỏ quạt, mình tên ạch ngợp ông cùi bàn phô. Ta nâng miền công lăng e nà, móc bị xả bò rồi hốt đỏ ở bị chánយ៉ាងní. Tại quạt, có mình bàn kịch ở vầy tràn đai. Bông xì nà, quạt phía diệm kịch phở lỗ. Cái lô ta ở bực rủ bỏ quạt, rớ bông ra thua ói bò công phục ở từ. Rút bông xì nà, có bán đá mùi tới ông cùi các bài ở bục đã công bông tại xâm ràn lông lụa. Khăn nông từng mục xe lịch láng, króng bún lư chân kiên plong, đôi chất bọn sron, ôi phát đấy rụt bỏ quạt cháp trô lọ một vinh. Xông lên sạch địa trầy chó, bán mình tồi dùng lơ với,
លីឡំជាមួយនឹងសំឡេងឆ្កែលូបានបន្លឺឡើងយ៉ាងក្រលួចយូរម្ដងចេញពីផ្លូវលំខាងមុខផ្ទះបងស៊ីណាដែលកំពុងតែលងលក់នៅក្រោមពន្លឺចង្គៀងប្រេងកាតផ្លុងដែលហៀបនឹងរលត់ទៅបាត់ក៏ត្រូវបើកភ្នែកមកវិញភ្លាមដោយសារសំឡេងតាជឿនបានបន្លឺឡើងស្រែកធ្ងោទាំងភាពជោគចាប់បងស៊ីណាក៏ស្ទុះទៅមើលឪពុកភ្លាមទាំងក្នុងចិត្តស្លន់ស្លោដៃបងស្រីគាត់ញ័រចំប្រក់ពេលដែលឃើញមុខរបួសឪពុកគាត់វាកាន់តែហើមធំឡើងគឺឡើងប៉ោងរហូតដល់ចេញសរសៃក្រមៅដុំគោះអីខ្លាចបងស៊ីណាគាត់កាន់តែភ័យអន្ទះអន្តែងដូចជាភ្លើងឆេះនៅក្នុងចិត្តថ្មើរនេះទៅហើយនៅមិនទាន់ឃើញប្តីគាត់ត្រឡប់មកវិញទៀតបន្ថែមពីនេះតាជឿនគាត់ថែមទាំងរវើរវាយភ្នែកសសំឡឹងទៅលើដំបូលរួចក៏និយាយម្នាក់ឯងជាពាក្យដដែលថាមានព្រាយច្រើនណាស់នៅក្នុងផ្ទះគាត់កំពុងតែតោងនៅលើជញ្ជាំងរត់ស្រូចុះស្រូឡើងពេញតែនឹងឯងចំណែកបងស៊ីណាគាត់សំឡឹងទៅមើលជុំវិញខ្លួនតាមទិសដែលឪពុកគាត់ចង្អុលតែគាត់មិនបានឃើញអ្វីទេក្រៅតែអំពីភាពទទេស្អាតនិងស្រមោលប្លែកដែលជះទៅលើជញ្ជាំងតែប៉ុណ្ណោះរំពេចនោះសំឡេងប្រឹបហាក់ដូចជាមានអ្វីធ្ងន់កំពុងតែលោតអូសទង្គិចបានបន្លឺឡើងពីចុងដំបូលខាងក្រោយរកមកខាងមុខផ្ទះយឺតស្របពេលដែលពន្លឺពណ៌បៃតងលីក្រហមចម្លែកភ្លឹបផ្លែតបានចាំងចូលតាមចន្លោះក្តារផ្ទះបង្ហាញឲ្យឃើញនៅរូបរាងជាក្បាលមនុស្សស្រីចំណាស់តែមើលមុខមិនច្បាស់ទេសក់វាឡើងសំពងវែងអន្លាយតែគ្មានដងខ្លួនទេខាងក្រោមគឺឃើញតែពោះវៀនពោះតាំងធ្លាក់រនេងរណោងខ្លាយងហៀទឹកមកតក់មើលទៅគួរឲ្យខ្ពើមរអើមណាស់វាកំពុងតែហោះឆ្វែលចុះឆ្វែលឡើងនៅជុំវិញផ្ទះបងស្រីស៊ីណាហាក់បីដូចជាកំពុងតែរកផ្លូវចូលយ៉ាងតក់ក្រហល់អញ្ចឹងដែរអាឡុកដែលជាឆ្កែសំណប់ចិត្តនៅខាងមុខផ្ទះវាក៏ខំព្រុសកញ្ជ្រោលលូយ៉ាងខ្លាំងរត់ស្រូចុះស្រូឡើងដេញតាមពន្លឺនោះដែរឃើញដូចនេះបងស្រីគាត់ភ័យណាស់ស្ទើរតែកៀងបេះដូងចំណែកឯតាជឿនហាក់ដូចជារងនៅឥទ្ធិពលអ្វីម្យ៉ាងគាត់កាន់តែស្រែកឈឺចាប់មុខរបួសដែលត្រូវកន្លងតិចនោះខ្លាំងឡើងឮសូរតែអូយបងស្រីស៊ីណាចិត្តមួយគាត់ភ័យនឹងរឿងអាបយាយម៉ានដែលបានមករករៀនតែចិត្តមួយទៀតក៏កំពុងតែនឹកបារម្ភពីលោកឪពុកដូចគ្នាបងស្រីគាត់បានត្រឹមតែសំងំក្តោបមុខចោលចំណែកឯពន្លឺនោះក៏នៅតែបន្តហោះចុះឡើងមិនឈប់សោះម្ដងឃើញនៅខាងមុខម្ដងឃើញនៅចំហៀងម្ដងទៀតក៏ឃើញនៅខាងក្រោយផ្ទះទៅវិញលុះតែបានមួយសន្ទុះធំវាក៏បានបកក្បាលហោះត្រឡប់ទៅវិញយឺតរួចក៏បាត់ស្រមោលចូលទៅក្នុងភាពងងឹតបាត់ទៅរាត្រីដ៏វែងអន្លាយនិងតានតឹងបានកន្លងផុតទៅជំនួសមកវិញដោយពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមស្រាងខណៈដែលភាពស្ងប់ស្ងាត់បានកំពុងតែគ្របដណ្ដប់សំឡេងគោះទ្វារឮសូរតែតុកក៏បានបន្លឺឡើងបងស៊ីណាដែលអង្គុយភ្នែកស្លក់យាមឪពុកទល់ភ្លឺក៏បានស្ទុះងើបឡើងភ្លាមគាត់ក៏បានដើរទៅបើកទ្វារមើលឃើញថានោះគឺជាបងហេងជាមួយនឹងបរិសុទ្ធពីរនាក់ទៀតដែលត្រូវជាមិត្តសម្លាញ់ពួកគាត់ក៏បាននាំបរិសុទ្ធចំណាក់ម្នាក់វ័យ50ឆ្នាំប្លាយមកជាមួយដែរគាត់ស្លៀកសម្លៀកបំពាក់ធម្មតា
តែមានស្ពាយថងយាមពណ៌ស្លាទុំនៅខាងឆ្វេងដៃគាត់គឺជាលោកតាវៀនដែលគេស្គាល់ច្បាស់ថាគឺជាគ្រូដោះអំពើដ៏ល្បីឈ្មោះម្នាក់ដែរនៅឯភូមិពីរឯណោះបងស៊ីណាគាត់អរណាស់ពេលដែលបានឃើញប្តីគាត់ត្រឡប់មកវិញតែយ៉ាងណាក៏គាត់មិនភ្លេចសួរទេថាតើហេតុអីបានជាប្តីគាត់ថ្មើរនេះហើយទើបតែមកដល់បងប្រុសម្នាក់ដែលត្រូវជាមិត្តភក្តិរបស់បងហេងឃើញសភាពមិនសូវស្រួលគាត់ក៏បានឆ្លើយជំនួសថាបាទបងគឺដោយសារតែយប់មិញនេះមានភ្លៀងធ្លាក់ខ្លាំងណាស់ទើបមិនអាចបររទេះគោមកបានបន្ទាប់មកបងហេងក៏បានសួរសុខទុក្ខប្រពន្ធគាត់និងអាការៈរបស់លោកតាជឿនបងស៊ីណាគាត់ងាកទៅសម្លឹងមើលផ្ទះយាយម៉ានដោយចុងកន្ទុយភ្នែកបន្តិចរួចក៏បានរៀបរាប់ពីហេតុការណ៍ទាំងអស់ដែលគាត់បានជួបឲ្យអ្នកគ្រប់គ្នាបានដឹងពេលដែលស្ដាប់បងស្រីស៊ីណាគាត់រៀបរាប់ចប់ធ្វើឲ្យអ្នកគ្រប់គ្នាមានទឹកមុខកាន់តែមិនស្រួលឡើងបងហេងក៏បានងាកទៅអញ្ជើញតាវៀនឲ្យឡើងទៅលើផ្ទះទន្ទឹមនឹងលោកតាគាត់ងាកមុខឡើងគាត់ក៏រៀងកន្ត្រាក់បន្តិចបងហេងក៏បានហៅអញ្ជើញលោកតាឲ្យឡើងម្ដងទៀតលោកតាគាត់ងក់ក្បាលបន្តិចរួចក៏ឈានជើងជាប់ពីលើកាន់ចណ្ដាលក្នុងដំណើរមួយយឺតខណៈដែលភ្នែករបស់គាត់រេចុះរេឡើងសម្លឹងទៅមើលបរិវេណជុំវិញផ្ទះបន្ទាប់ពីដាក់ខ្លួនអង្គុយចុះនៅក្បែរឪពុកបងស៊ីណាដែលកំពុងតែលងលក់ស្ដុកស្ដឹងលោកតាគាត់ក៏បានពិនិត្យមើលមុខរបួសដែលហើមពោនិងអាការៈប្លែកៗទាំងនោះគាត់ងាកមកនិយាយជាមួយអ្នកគ្រប់គ្នាដោយសំឡេងធ្ងន់ធ្ងរអើលោកប្អូននេះគឺត្រូវអំពើធ្មប់ហើយអំពើនេះទៀតសោតគឺគេដាក់យកជីវិតតែម្ដងចន្លោះពី3ទៅ7ថ្ងៃទេឥឡូវនេះតាក៏មិនទាន់អាចជួយអីបានដែរលុះត្រាណាតែពេលយប់ទើបមានប្រសិទ្ធភាពពេលមានប្រសាសន៍ចប់ហើយលោកតាក៏បានប្រាប់ឲ្យអ្នកគ្រប់គ្នាទៅរៀបចំខ្លួនសម្រាប់សិនចោះហើយត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនក្នុងខណៈពេលនេះកាត់រំលងនៅពេលយប់ដ៏ខ្មៅងងឹតក៏បានឈានចូលមកដល់បរិយាកាសនៅក្នុងផ្ទះក៏ចាប់ផ្ដើមតានតឹងស្ទើរតែដកដង្ហើមមិនរួចតាវៀនគាត់បានបញ្ជាឲ្យប្រុសៗទាំងអស់ដើរទៅព័ទ្ធសីមាព្រមទាំងគូសសញ្ញាជើងក្អែកនិងកំបោរនៅជុំវិញជើងសសរផ្ទះមិនតែប៉ុណ្ណោះថែមទាំងមានការកាត់ឆ្ការបន្លាស្រួចយកមកដាក់ខ្វាត់ខ្វែងនៅមាត់ទ្វារនិងបង្អួចទៀតផងរៀបចំរួចស្រេចបាច់ហើយលោកតាក៏បានដកធូបមួយសរសៃយកមករុំជាមួយនឹងអំបោះក្រហមឆ្អៅរួចលោកតាក៏បានសូត្រមន្តគាថាដល់ពូកែស័ក្តិសិទ្ធិព្រមទាំងយកធូបមួយសរសៃនោះយកទៅវាយតិចទៅត្រង់កន្លែងរបួសដែលត្រូវកន្លងតិចនោះលោកតាគាត់សូត្របណ្ដាវាយតិចបណ្ដាភ្លាមនោះតាជឿនគាត់ក៏បើកភ្នែកឡើងក្រឡោតរួចស្រែកឡើងដូចជាគោដែលត្រូវគេចាក់កគាត់រើបំរាស់រមួលខ្លួនម្ដងស្រែកថាឈឺក្បាលម្ដងក៏ស្រែកថាឈឺស្មាឈឺខ្លួនដៃឬក៏ជើងអញ្ចឹងទៅហាក់នៅពេលដំណើរគ្នានោះនៅផ្ទះម្ខាងទៀតយាយម៉ានដែលកំពុងនៅក្នុងផ្ទះដ៏ងងឹតស្លុបគាត់អង្គុយចំពីមុខអាសនៈដ៏ខ្មៅប្រតាគាត់បើកក្អមមួយមកដែលមានសុទ្ធតែកន្លងហាលឹងវូព្រមទាំងមានរូបសូនដែលធ្វើពីក្រមួនដីឥដ្ឋយកជាតំណាងរបស់តាជឿនយាយម៉ាន
គាត់បានសូត្រខ្សឹបខ្សៀវព្រមទាំងយកម្ជុលមកចាក់ពីលើរូបនោះឥតឈប់ចំណែកឯតាជឿនដែលនៅផ្ទះម្ខាងនេះវិញគាត់ក៏កាន់តែស្រែកខ្លាំងឡើងរាងកាយរបស់គាត់នៅពេលនេះប្រៀបដូចជាកន្លែងដែលគេសឹកអាគមដាក់គ្នាទៅវិញទៅមកអញ្ចឹងខណៈដែលសំឡេងរត់ស្រូចុះឡើងព្រឹបម្ដងឮលើជញ្ជាំងម្ដងក៏ឮនៅខាងក្រោមផ្ទះក៏បានបន្លឺឡើងយ៉ាងច្បាស់គឺពេញទាំងផ្ទះនេះតែម្ដងដូចជាមានអ្វីមួយដែលមានគ្នាច្រើនកំពុងតែរត់ស្រូចុះឡើងអញ្ចឹងដែរលោកតាគាត់ប្រឹងសូត្រប្រមូលស្មារតីរហូតដល់យប់រំលងអាត្រីញើសរបស់គាត់បែកហូរជោគពេញទាំងថ្ងាសតែម្ដងរំពេចនោះសត្វកន្លងខ្មៅដូចជាស្រមោលក៏បានហើរចេញមកជាបណ្ដើគឺចេញពីសាច់មុខរបួសរបស់លោកតាជឿននោះឯងមិនយូរប៉ុន្មានសំឡេងផ្ទុះមួយក្តាំងក៏បានបន្លឺឡើងយ៉ាងខ្លាំងគឺចេញពីផ្ទះរបស់យាយម៉ានអមដោយសំឡេងសម្រែករបស់គាត់ស្រែកដោយភាពឈឺចាប់ថែមទៀតផងលោកតាគាត់ដកដង្ហើមធំបន្តិចរួចក៏បកមកប្រាប់អ្នកគ្រប់គ្នាដែលកំពុងតែស្លន់ស្លោថាពេលនេះអស់អីហើយអ្នកនៅខាងនោះគេសឹកអាគមចាញ់យើងហើយរួចគាត់ក៏បន្តថាពេលនេះគាត់នឹងសូត្ររំដោះវិញ្ញាណខ្មោចនិងព្រាយទាំងអស់ដែលយាយម៉ានបានចិញ្ចឹមឲ្យទៅទទួលទោសនិងទៅចាប់កំណើតតាមយថាកម្មរៀងខ្លួនចំណែកមុនអាគមយាយម៉ានដែលរៀនចេះចាំទាំងប៉ុន្មានក៏សាបរលាបអស់ដែរគឺនៅសល់តែសម្បកខ្លួនដែលជាអាបចំណាស់តែប៉ុណ្ណោះតទៅមុខទៀតគឺតាមយថាកម្មរបស់គាត់ទៅចុះលោកតាគាត់មិនបានសូត្រឬបេបកអ្វីទៅលើយាយម៉ានទេពីព្រោះតែគាត់គឺជាអ្នកកាន់សិលនិងប្រតិបត្តិធម៌យ៉ាងខ្ជាប់ខ្ជួនយ៉ាងច្រើនគាត់ត្រឹមតែការពារខ្លួននិងដោះអំពើឲ្យគេតែប៉ុណ្ណោះលុះដល់ថ្ងៃបន្ទាប់ដំណឹងនេះក៏បានសាយភាយពេញទាំងភូមិស្ថានអ្នកភូមិមួយចំនួនដែលពោពេញទៅដោយកំហឹងជាមួយយាយម៉ានដែលធ្លាប់បានធ្វើអំពើដាក់ទៅលើសាច់ញាតិគេក៏បានប្រមូលផ្ដុំគ្នាមករករឿងយាយម៉ានដល់ផ្ទះតែម្ដងពួកគេនាំគ្នាធាក់ទ្វារទម្លាយចូលទាំងកំរោលតែពេលដែលទ្វាររបើកឡើងខ្វាក៏មិនបានឃើញយាយម៉ានគាត់នៅទីនេះទៀតទេគឺឃើញតែអាសនៈគាត់ដែលបានខ្ចាត់ខ្ចាយដូចជាមាននរណាម្នាក់បានមកវាយកន្តិចអញ្ចឹងអ្នកភូមិដោយសារតែកំហឹងខ្លាំងពេកក៏បាននាំគ្នាដុតផ្ទះយាយម៉ានចោលតែម្ដងអណ្ដាតភ្លើងបានឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅអមដោយផ្សែងខ្មៅអួលអាប់បានលេបត្របាក់កន្លែងដ៏អពមង្គលនេះចំណែកម្ចាស់ផ្ទះឯណោះវិញក៏មិនដឹងថារត់ទៅសំងំលាក់បំពួននៅឯណាទេលុះរំលងបានរាប់ខែក៏នៅតែមិនដែលឃើញមុខយាយម៉ានគាត់បង្ហាញខ្លួននៅភូមិនេះទៀតដែរហាក់បីដូចជាគាត់បានរលាយបាត់សូន្យឈឹងពីផែនដីនេះអញ្ចឹងអ្វីគ្រប់យ៉ាងក៏មិនទាន់បានបញ្ចប់តែត្រឹមនេះដែរនិយាយអំពីអ្នកភូមិស្រែលិចឯណោះវិញមួយរយៈនេះពួកគាត់ចេះតែបាត់មាន់បាត់ទាជារៀងរាល់យប់ដែលធ្វើឲ្យពួកគាត់មានទុក្ខព្រួយនិងតានតឹងក្នុងចិត្តជាខ្លាំងពេលខ្លះគឺសល់ត្រឹមតែតួខ្លួនតែពោះវៀនពោះតាំងក៏អស់រលីងក៏មានមិនតែប៉ុណ្ណោះថែមទាំងរឹងឆ្កើតស្វិតក្រៀមដូចជាមានសត្វអ្វីមកបឺតឈាមដូច្នោះដែរអ្នកភូមិខ្លះបានដាក់ការសង្ស័យទៅលើពពួកឆ្កែព្រៃសត្វស្កាឬសត្វពស់ជាដើមដែលពួកវានោះតែងតែមកលួចស៊ីសត្វចិញ្ចឹមរបស់ពួកគាត់
សម័យថ្ងៃមួយអ៊ំផាន់ដែលជាអ្នកប៉ះកង់នៅក្នុងភូមិគាត់មានផ្ទះជាប់នឹងផ្លូវលំដីក្រហមមួយខ្សែដែលវារៀងដាច់ឆ្ងាយពីគេបន្តិចដែរលោកអ៊ំគាត់មានការសង្ស័យនៅក្នុងចិត្តជាខ្លាំងយប់មួយបន្ទាប់ពីប្រពន្ធកូនគាត់គេងលងលក់អស់លោកអ៊ំគាត់ក៏ចុះពីលើផ្ទះដើរយឺតមួយតម្រង់ទៅរោងមន់ខាងក្រោយដើម្បីសំងំបំពួនចាំមើលនៅម្ដុំចង្ហៀងផ្ទះត្រង់កន្លែងអាងទឹកស៊ីម៉ងដែលស្ងួតរើកន្លែងនេះដើមឡើយគាត់ធ្វើសម្រាប់ឲ្យប្រពន្ធកូនគាត់គ្រាន់បានងូតទឹកនិងដណ្ដាំស្លជាប្រចាំថ្ងៃលោកអ៊ំគាត់ខំលាក់ខ្លួនបំពួនអាត្មាឲ្យចិត្តភ្នែកគាត់នៅតែរំពៃជាប់ទៅកាន់រោងមន់ដែលនៅមិនឆ្ងាយពីនោះប្រមាណជា10ម៉ែត្រពីគ្នាគាត់អង្គុយបក់មូសរងចាំយូរទៅក៏កាន់តែយូរទៅភាពអន្ទះអន្ទែងក៏ចាប់ផ្ដើមកើតឡើងគាត់សម្រេចចិត្តបំរុងនឹងដើរចេញពីកន្លែងលាក់ខ្លួនវិញខណៈដែលគាត់បំរុងនឹងដើរចេញក៏ស្រាប់តែមានខ្យល់មួយវឹបបានហោះកាត់ពីលើគាត់បណ្ដាលឲ្យចុងសក់ផាត់ប៉ើងឡើងបន្តិចដែរពេលនោះហើយដែលគាត់បានឃើញនៅរូបរាងជាស្ត្រីចំណាស់សក់សំពោងមានត្រឹមតែក្បាលតែគ្មានដងខ្លួនទេពន្លឺចាំងចេញពីពោះវៀនពោះតាំងនៅខាងក្រោមបៃតងលីក្រហមភ្លឹបភ្លែតរោមដៃរោមជើងរបស់លោកអ៊ំក៏ចាប់ផ្ដើមបះឡើងស្រើតរហូតដល់ក្បាលសភាវៈនោះវានៅតែបន្តហោះឈ្ងោកក្បាលទៅក្រោមបំរុងនឹងហោះចូលទៅក្នុងរោងមន់ស្របពេលនោះលោកអ៊ំគាត់ក៏ទាញបានអង្កត់ឈើមួយដុំដែលនៅក្បែរនោះរួចក៏ស្ទុះយាដៃគប់ទៅលឺសូរតែប្រោបណ្ដាលឲ្យមន់នឹងទាដែលកំពុងទុំនៅក្នុងរោងក៏ផ្អើលឡើងស្រូសភាវៈនោះវាដឹងខ្លួនថាមានគេកំពុងតែលោពីក្រោយរួចសភាវៈនោះវាក៏បានពន្លត់ភ្លើងឡើងងងឹតឈឹងហើយក៏បន្តហោះប្រយចេញពីទីនោះសំដៅទៅម្ដុំព្រៃដោយលបឿនលឿនស្លុងលោកអ៊ំគាត់ខំរើសដុំថ្មដុំឈើយកគប់ជាបន្តបន្ទាប់ប៉ុន្តែมันបានត្រូវសភាវៈនោះទេគាត់ឈោដកដង្ហើមញាប់ស្ញេរួចក៏ដើរត្រឡប់មកកាន់ផ្ទះវិញថ្ងៃបន្ទាប់លោកអ៊ំក៏បានយករឿងរ៉ាវនេះទៅប្រាប់ប្រពន្ធកូនរួមទាំងមនុស្សម្នារាល់គ្នាដែលបានមកប៉ះកង់នៅផ្ទះគាត់ឲ្យបានដឹងគ្រប់គ្នាតែគ្មាននរណាបានជឿសម្ដីគាត់ទេដោយសារតែលោកអ៊ំគាត់ចេះតែភូតគេលេងកុំឲ្យតែអបសុកនៅពេលដែលគាត់អង្គុយប៉ះកង់ដោយសារតែនេះគឺជាទម្លាប់របស់គាត់ទៅហើយលោកអ៊ំគាត់ក៏បានប្រាប់បន្តទៅអ្នករាល់គ្នាដោយសំឡេងខឹងនិងអន់ចិត្តតិចថាបើមិនជឿគាត់ទេយប់ឡើងចាំទៅលបមើលដោយខ្លួនឯងទៅបន្ទាប់ពីនោះគាត់ក៏ឈ្ងោកមុខចុះព្រមទាំងបន្តការងារគាត់តទៅទៀតដោយមិនបាននិយាយអ្វីមួយម៉ាត់ទៀតទេលោកអ៊ំគាត់គ្រាន់តែប្រុងប្រយ័ត្នជាងមុនចំពោះការទុកដាក់មន្ទីរជាពិសេសគឺគាត់បានកាប់ឆ្កាបន្លាស្រួចយកមកដាក់ចងតាមសសរសួររបងផ្ទះនិងសុំមន់សុំទាគាត់ឲ្យបានល្អចិត្តជាងមុនតែប៉ុណ្ណោះកាត់រំលងមួយរយៈក្រោយមកទៀតសភាពការក្នុងភូមិក៏កាន់តែអាក្រក់ឡើងជាលំដាប់ដំបូងគឺចាប់ផ្ដើមពីសត្វតូចដូចជាមន្ទាតែប៉ុណ្ណោះលុះតែយូរទៅក៏ឈានទៅដល់សត្វធំ
ដូចជាគោក្របីជ្រូកជាដើមដែលធ្វើឲ្យអ្នកភូមិត្រូវខាត់បងយ៉ាងធ្ងន់ធ្ងរថ្ងៃខ្លះឃើញទាំងស្នាមឈាមអូសយកជ្រូកទៅស៊ីនៅខាងក្នុងព្រៃក៏មានធ្វើឲ្យអ្នកភូមិរឹងរិតតែឈឺក្បាលឡើងជាក់ស្ដែងដូចជាបងធានដែលមានផ្ទះជាប់ទៅនឹងជីព្រៃមានថ្ងៃមួយនោះគាត់ងើបពីព្រលឹមដើរតម្រង់បំរុងនឹងទៅលុបលាងមុខនៅខាងក្រោយផ្ទះក៏បានជួបប្រទះនឹងហេតុការណ៍ដ៏ចម្លែកមួយស្នាមដើមឈាមឡើងប្រតារួមទាំងពពួកសត្វរុយបានមករោមឡើងអ៊ូនៅម្ដុំទ្រង់ជ្រូកក្រោមដើមថ្កូវមួយដើមដែលគាត់សង់ឡើងនៅខាងក្រោយផ្ទះបងធានគាត់ចម្លែកនៅក្នុងចិត្តខ្លាំងណាស់មេជ្រូកផើមួយក្បាលដែលគាត់ចងទុកនៅខាងក្រៅទ្រង់នោះមិនដឹងជាបាត់ទៅណាទេពោលគឺឃើញតែខ្សែដែលចងជើងវាដាច់ដូចជាស្នាមដែលវាបានប្រឹងកញ្ឆក់បណ្ដាច់កាលពីយប់មិញនេះដោយមិនអស់ចិត្តបងធានគាត់ក៏សម្រេចចិត្តដើរទៅមើលស្នាមឈាមដែលរួយរោមមួយតម្រង់ទៅព្រៃខាងក្រោយផ្ទះគាត់ដើរមួយជាន់ពីលើស្លឹកឈើនិងបង្ខៀបឈើក្រៀមដែលប្រឡាក់ទៅដោយឈាមឬសូរតែប្រោកពេលដែលគាត់ដើរកាន់តែទៅដល់ចិត្តក្លិនស្អុយអាសោចនៃគម្រោងក៏កាន់តែភីឡើងងួងខាងមុខគាត់នោះគឺជាសាកសពមេជ្រូកដែលវាបានស្លាប់យ៉ាងអណោចអធមបងធានក៏ស្ទុះទៅមើលឲ្យចិត្តពិនិត្យសភាពជ្រូករបស់គាត់នៅត្រង់ម្ដុំពោះឃើញថាពោះវៀនរបស់វារួមទាំងថ្លើមប្រមាត់ទាំងអស់ក៏បាត់អស់រលីងដូចជាមានអ្វីមកហែកស៊ីដូច្នោះដែរមិនតែប៉ុណ្ណោះសភាពវារឹងឆ្កើតឡើងចំស្វាយដុំដូចជាត្រូវបានសត្វអ្វីបឺតឈាមរហូតដល់ស្វិតងាំងអញ្ចឹងឃើញដូច្នោះបងធានគាត់នឹកទៅដល់សម្ដីរបស់លោកអ៊ំផាន់ដែលគាត់បានទៅប៉ះកង់កាលពីអាទិត្យមុនថានៅក្នុងភូមិយើងឥឡូវនេះមានអាបកំពុងតែរាតត្បាតហើយពេលនេះបងធានគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមិនស្រួលកាន់តែខ្លាំងឡើងព្រោះអីពេលនេះប្រពន្ធរបស់គាត់ក៏ពោះចិត្តគ្រប់ខែឆ្លងទន្លេដែរទៅហើយក្រឡេកមកមើលបងស្រីចិន្តាដែលជាប្រពន្ធបងធានឯនេះវិញពេលដែលគាត់កំពុងតែអង្គុយទេប៉បន្តិចបន្តួចនៅខាងលើផ្ទះក៏ស្រាប់តែមានលោកយាយចម្លែកម្នាក់ស្បែកគាត់ជ្រាវជ្រួញស្លៀកសារ៉ុងចាស់ថែមទាំងមានតទូក្រមានៅពីលើក្បាលថែមទៀតផងគាត់កាន់ចេកមួយស្និតមកឈប់ចំនៅត្រង់ពីមុខផ្ទះតែម្ដងព្រមទាំងស្រែកហៅបងចិន្តាឲ្យចុះពីលើផ្ទះក្នុងទឹកមុខញញឹមញញែមចម្លែកគួរឲ្យខ្លាចណាស់បងចិន្តាគាត់ឃើញបែបនេះគាត់ក៏បានស្រែកទៅសួរលោកយាយនោះថាតើលោកយាយនោះជានរណាព្រោះដូចជាមិនដែលឃើញមុខនៅក្នុងភូមិនេះសោះលោកយាយនោះគាត់បានបន្តថាគាត់គឺជាអ្នកភូមិចំណូលថ្មីដែលទើបតែនឹងមករស់នៅនិងចង់មកសុំស្គាល់រាប់អានគ្រួសារបងចិន្តាផងបងចិន្តាគាត់ចម្លែកក្នុងចិត្តខ្លាំងណាស់គាត់បំរុងនឹងចុះទៅទទួលស្រាប់តែភ្លាមនោះបងធានដែលទើបតែដើរមកពីក្រោយផ្ទះក៏បានស្រែកហាមបងចិន្តាហាមកុំឲ្យចុះទៅជាដាច់ខាតរួចបងធានក៏បានដេញយាយចម្លែកនោះឲ្យចេញពីមុខផ្ទះគាត់ទៅលោកយាយនោះក៏បានយកចេកមួយស្និតនោះដាក់ទៅលើរបងរួចក៏បានដើរចេញទៅទាំងទឹកមុខរៀបស្មើបន្ទាប់មកបងធានគាត់ក៏ងាកទៅនិយាយជាមួយប្រពន្ធគាត់ឯងមួយរយៈនេះភូមិយើងមានរឿងចម្លែកកើតឡើងច្រើនណាស់បើជួបមនុស្សប្លែកមុខគឺហាមទៅចិត្តគេអីសោះពេលនេះសុវត្ថិភាពឯងគឺវាសំខាន់ជាងបងចិន្តាគាត់ក៏ងក់ក្បាលយល់ព្រមនិងទទួលពាក្យសម្ដីរបស់ប្តីគាត់ដែលបានហាមឃាត់និងបារម្ភពីគាត់នោះ
កាត់រំលងបានពីរ3ថ្ងៃក៏នៅតែឃើញលោកយាយចម្លែកនោះគាត់ដើរមកឈប់ចំពីមុខរបងផ្ទះរបស់ពួកគាត់ជាដដែលមិនតែប៉ុណ្ណោះថែមទាំងទទូចសុំចូលទៅលេងខាងក្នុងផ្ទះថែមទៀតផងតែបងធានគាត់នៅតែបន្តដេញមិនឲ្យយាយនោះចូលទៅខាងក្នុងផ្ទះជាដាច់ខាតនៅរសៀលថ្ងៃមួយបងធានគាត់បានកាប់ឆ្កាបន្លាស្រួចយកមកចងតាមរបងនឹងខាងក្រោមផ្ទះព្រោះចិត្តដល់ថ្ងៃដែលបងចិន្តាគាត់ឆ្លងទន្លេហើយដែលនេះគឺជាជំនឿនិងទំនៀមទម្លាប់ដែលបានធ្វើជាបន្តបន្ទាប់គ្នាពីសំណាក់ចាស់ៗក្នុងភូមិតាំងពីសម័យដើមមកម្ល៉េះលោកជឿជាក់ថាបន្លាអាចការពារពីពពួកអាត្មប់ដែលចង់មុខយាយីស៊ីឬលិតឈាមចំអាបនៅពេលដែលស្ត្រីកំពុងតែឆ្លងទន្លេពីព្រោះតែបន្លានេះអាចធ្វើឲ្យពួកវាជាប់ជំពាក់គ្រឿងខាងក្នុងនិងមិនអាចហោះហើរទៅណាបានទៀតទេដូច្នោះហើយទើបពពួកវាមិនហ៊ានចូលមកក្បែរផ្ទះដែលបានដាក់ស្រះបន្លានោះទេខណៈដែលបងធានកំពុងតែរៀបចំបណ្ដើរមុខលោកយាយចម្លែកនោះក៏បានដើរមកម្ដងទៀតបងធានក៏ស្រែកទៅហើយមកទៀតហើយហេយាយទៅវិញទៅខ្ញុំមិនដែលស្គាល់យាយទេស្របពេលនោះដែរទឹកមុខលោកយាយនោះក៏ចាប់ផ្ដើមប្រែប្រួលពីស្នាមញញឹមក៏ប្រែទៅជាខឹងសម្បាទឹកមុខរបស់គាត់ឡើងក្រហមចេញសរសៃដូចជាចង់ស៊ីសាច់ហុតឈាមរួចក៏បានដើរត្រឡប់ទៅវិញម្ដងទៀតបងធានគាត់ដឹងក្នុងចិត្តច្បាស់ណាស់មួយរយៈនេះគាត់ត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនព្រោះប្រពន្ធគាត់ចិត្តគ្រប់ខែឆ្លងទន្លេដែរហើយពេលវេលាចេះតែបន្តទៅមុខបងចិន្តាប្រពន្ធបងធានគាត់ក៏គ្រប់ខែឆ្លងទន្លេយប់នេះល្មមយប់នេះសំឡេងបងស្រីចិន្តាបានស្រែកបន្លឺឡើងដោយភាពឈឺចាប់ផ្សានៅពេលដែលកំពុងតែឆ្លងទន្លេដែលមានយាយម៉បជាអ្នកបង្កើតនិងបងស្រីប៉ុន្មានអ្នកទៀតដែលនៅជួយមើលថែស្របពេលដែលទ្វារបង្អួចក៏ត្រូវបានបិទជិតឈឹងបងធានគាត់ពួននៅខាងក្រោមផ្ទះដៃរបស់គាត់មានកាន់កាំភ្លើងស្នាប់មួយដើមក្នុងចិត្តគាត់គិតថាបើសិនជាមានអាបមកគឺគាត់នឹងបាញ់សម្លាប់តែម្ដងបងធានគាត់អង្គុយស្ងាត់ទាំងងងុយដេក4ទៅ5ដងទៅហើយក៏នៅតែមិនទាន់ឃើញអ្វីប្លែកខុសប្រក្រតីដែរឯខ្យល់ក៏ចាប់ផ្ដើមបក់បោកមកយ៉ាងខ្លាំងបណ្ដាលឲ្យដើមឈើដែលនៅក្បែរនោះរេរាំយល់យកទៅវិញទៅមកបង្កើតជាស្រមោលប្លែកៗនៅក្រោមពន្លឺព្រះច័ន្ទស្ទង់គំលងពេលនោះក៏ស្រាប់តែមានភ្លើងមួយដុំបានហោះចេញមកពីព្រៃខាងក្រោយយ៉ាងចម្លែកពន្លឺវាភ្លឹបភ្លែតហោះឆ្វែលរោបតាមជំហានផ្ទះរបស់បងធានហាក់បីដូចជាកំពុងតែរកផ្លូវចូលបងធានដែលនៅលាក់បំពួនខាងក្រោមផ្ទះក៏បានទាញកាំភ្លើងតម្រង់ចុះតម្រង់ឡើងទៅតាមពន្លឺនោះរួចមកគាត់ក៏បានសុទ្ធទៅមួយគ្រាប់ឮសូរតែផាំងភ្លាមសំឡេងស្រែកមួយក៏បានបន្លឺឡើងយ៉ាងខ្លាំងឮសូរតែអូយពន្លឺនោះក៏បានហោះត្រឡប់រាប់តាមដំបូលផ្ទះគាត់ទៅខាងក្នុងព្រៃវិញយ៉ាងលឿនមិនបងអងយូបងធានគាត់ក៏បានសុទ្ធទៅមួយគ្រាប់ទៀតចំពេញតែម្ដងបណ្ដាលឲ្យពន្លឺនោះចាប់ផ្ដើមហោះលេងត្រង់ផ្លូវទៀតហើយវារេចុះរេឡើងបំរុងតែនឹងធ្លាក់ខណៈនោះដែរបងធានគាត់ក៏បានហៅឲ្យអ្នកភូមិដែលមានផ្ទះក្បែរនោះផ្អើលនាំគ្នាចុះមកមើលគ្រប់គ្នាអ្នកភូមិប្រមាណ 4-10 នាក់អ្នកខ្លះកាន់កាំបិតផ្គាក់អ្នកខ្លះកាន់កាំបិតខ្វែវក្នុងដៃម្នាក់មួយស្ទុះរត់ដេញតាមពីក្រោយរហូតមកដល់ប្រឡាយទឹកមួយពន្លឺនោះក៏ចាប់ផ្ដើមធ្លាក់ខ្ពស់
ទៅលើស្មៅកញ្ច្រាំងដែលបង្ហាញឲ្យឃើញនូវរូបរាងជាស្ត្រីចំណាស់ដែលយើងគ្រប់គ្នាស្គាល់ច្បាស់រួចមកហើយថាគឺជាយាយម៉ានគាត់កំពុងតែដកដង្ហើមចង្រិតទឹកមើលទៅគួរឲ្យសង្វេគខ្លាំងណាស់គឺមានតែសរីរាង្គខាងក្នុងនិងក្បាលដេកប្រប់ទៅលើស្មៅកញ្ច្រាំងភ្នែករបស់គាត់សម្លឹងទៅកាន់មុខមនុស្សធំដែលកំពុងតែចោមរំគាត់នៅក្នុងវិនាទីចុងក្រោយមុននឹងស្លាប់យ៉ាងវេទនានេះហើយគឺជាផលកម្មនៃអំពើដែលគាត់បានសាងកាលពីមុនទីបំផុតវាក៏បានវិលត្រឡប់មកវាយបកគាត់នៅក្នុងរូបភាពបែបនេះបន្ទាប់ពីថ្ងៃដែលយីម៉ានបានស្លាប់សភាពនៅក្នុងភូមិក៏បានត្រឡប់ជាល្អប្រសើរឡើងវិញជ្រូកគោក្របីមន្ទីរអ្នកស្រុកក៏មិនដែលមានស្លាប់តទៅទៀតដែរអ្នកភូមិទាំងអស់ក៏ត្រឡប់មករស់នៅជាសុខសាន្តត្រានម្ដងទៀតនិងប្រកបមុខរបរជាអ្នកស្រុកស្រែចំការក្នុងជីវភាពសាមញ្ញរៀងខ្លួនបាទរឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់តែត្រឹមនេះដូចគ្នាជាចុងក្រោយក៏សូមខន្តីអភ័យទោសពីសំណាក់មិត្តអ្នកចូលស្ដាប់រាល់គ្នាក្នុងការប្រើប្រាស់ពាក្យពេចន៍ឆ្កំឆ្គងនិងមិនគួរគប្បីណាមួយក្នុងសាច់រឿងនេះដូចគ្នាយើងក៏អាចរៀនសូត្រនិងឆ្លុះបញ្ចាំងអំពីជីវិតជាក់ស្ដែងបានដែរតួយ៉ាងដូចជាយាយម៉ាននៅក្នុងជីវិតចុងក្រោយគាត់ក៏ទទួលបាននូវផលនៃអំពើបាបដែលគាត់បានសាងនេះហើយគឺជាច្បាប់កម្មពៀរដែលព្រះសម្មាសម្ពុទ្ធលោកបានចងក្រងនិងក្រឹតវិន័យនៅក្នុងព្រះគម្ពីរយ៉ាងច្បាស់ដូចនេះហើយសូមឲ្យមិត្តអ្នកចូលស្ដាប់គ្រប់រូបជៀសឲ្យផុតនៅអំពើបាបនិងអំពើអបាយមុខផ្សេងជាពិសេសនៅក្នុងសម័យដែលប្រទេសជាតិកំពុងតែជួបវិបត្តិដូចនេះក៏សូមឲ្យយើងនាំគ្នាពង្រឹងស្មារតីដើម្បីគាំពៀជាតិមាតុភូមិដូចគ្នាក្នុងនាមជាយុវជនមួយរូបដែរadmin សូមបំផុសគំនិតឲ្យពុកម៉ែបងប្អូនរាល់គ្នានៅតែបន្តពហិការនៃការប្រើប្រាស់ផលិតផលសៀមព្រមទាំងងាកមកគាំទ្រនៅផលិតផលដែលបានផលិតនៅក្នុងស្រុកវិញដើម្បីពង្រីកវិស័យសេដ្ឋកិច្ចនៃប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើងកាលណាតែប្រទេសជាតិយើងខ្លាំងក៏គ្មានសត្រូវខ្មាំងឯណាមកអាចឈ្លានពានបានដែរជាចុងក្រោយនេះក៏សូមជូនពរទៅដល់មិត្តអ្នកចូលស្ដាប់គ្រប់គ្នាឲ្យជួបប្រទះតែនឹងសំណាងល្អសុខភាពល្អនិងរកស៊ីទទួលទានមានបានពីខ្ញុំអន្តកាលវាយោជួបមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅវីដេអូបន្ទាប់ទៀត